បែកពីទ្រង់ម្ដាយហើយតែកាយដៃប្តីដៃមិនអាចណាក់បងកូនទៅកូនមើលក្រមុំបានទៀតទេណាកូនមានម្ដាយចឹងហើយកូនត្រូវស្ដាប់បណ្ដាម្ដាយឲ្យបានចប់ខ្លួនមិនថាកូនទៅដល់ទីចិត្តឬកូនទីឆ្ងាយដល់កូនស្រីមានម្ដាយកូននឹងបានសុខកូនស្រីមានម្ដាយកូនស្ដាប់ម្ដាយចុះស្ត្រីយកប្រុសមិនខុសទេបើកូនណាយើងស្រីស្គាល់ក្តីរកជ្រៅគោរពដីទៅបើមិនខុសទេកូនស្រីត្រូវហ៊ានឈានជើងមុនគេនោះមិនយូរទេគេស្មោះនឹងថ្លៃពីសោតម៉ែពុកបន្ទុកសពថ្ងៃដោយទឹកនឹងត្រីប្រស្រីរំគ្នាប្រពន្ធបនសាឋានៈបងពោះបើគ្មានកិត្តិយសក៏អស់តម្លៃចាំណាឆោមយំត្រកពងព្រោះស្រីកិត្តិយសស្វាមីលើដៃភរិយាញាតិជាទេវតារក្សាទុកជាស្រីភរិយាជាការពារបុណ្យប្តីកំរូម៉ែពុកទុកជាសក្ខីសំណាបយកដីស្រីយកប្របានេះហើយហេតុថាបណ្ដាំខាងស្លាប់សូមត្រោះជីវ៉ាត្រង់ត្រាប់បណ្ដាំម្ដាយឲ្យបានខ្ជប់ជួបដល់កូនស្រីមានម្ដាយកូននឹងបានសុខថ្ងៃស្អែកបែកពីទ្រង់ម្ដាយហើយទៅកាយផ្លូវប្តីអូនស្រីមានម្ដាយថ្ងៃស្អែកកូនបែកហើយ ពេញគេធ្វើចឹងទៅហ្នឹងហើយកាត់ច្រើនណាស់អាណិតកូនណាកូនស៊ីស្រីស្អែកទៅហើយតាមដៃឆ្ងាយពីអស់ម៉ែពុកប្រស្រីត្រាប់ឡើងណាជុំពលិជាខាងស្លាចុំអបប្រស្រីចាប់ទៅត្រឹមនេះទេណាហើយអ្នកខ្ញុំក៏សូមខន្តីអភ័យទោសចំពោះអាដាមលោកជំទាវជាមេដាបៃតាលោកគ្រូស្ថាមីចាមេបាទឹកធំតកោរីច្បងទាំងអស់ទេណាថ្ងៃនេះទៀតហើយស្អកកខ្លាំងហើយទៀតហើយមិនបានក្បោះក្បាយទេណាអញ្ចឹងទេខូចឆ្កងយ៉ាងណាសូមមេត្តាខន្តីអភ័យទោសជូនក្រុមភ្លេងប្រពៃណីធីតាចំការកស៊ូនេះខ្ញុំផងទេណាជ័យយ៉ងសុហងសកងចំពលិជាខាងស្លាច្បាប់ប្រស័យប៉ាត់ជាមានសេរីស្ដីបង្កើតមែនងបើមិនបានអ្វីធ្វើជាបន្ត